ជំរាបសួរអ្នកគ្រូខ្ញុំឈ្មោះវឌ្ឍនាប្រសិទ្ធថ្ងៃទី2ស្ដាប់នឹងឆ្លើយសំណួរសូមស្កែនកូដនៅជ្រុងខាងស្ដាំដើម្បីស្ដាប់សំឡេងឬអានអត្ថបទនេះឲ្យកូនស្ដាប់ខ្ជាប់ខ្ជួររាល់សៀថ្ងៃអាទិត្យមួយសុធានិងគូកនបានទៅគ្វាគោពួកគេលេងក្រោមដើមស្វាយធំមួយយូរម្ដងគេរត់ចាញ់ទៅដេញគោកុំឲ្យស៊ីស្រូវព្រាមនោះមេក៏ចាប់ផ្ដើមងងឹតខ្យល់បក់ខ្លាំងឡើងក្មេងៗបានរត់បែកញែកគ្នាអស់សុធារត់សំដៅទៅភូមិសម្រែកខ្ញៀវខ្ញានិងស្នូវត្ថុប៉ះទង្គិចគ្នារាន់ឬដល់រន្ទះសុធារត់វែងរួតក៏ត្រូវខ្យល់បោកដួលរមៀលធ្លាក់ក្នុងស្នាមភឿក្បែរចិញ្ចើមផ្លូវដោយតក់សុតនឹងសំឡេងដើមឈើបាក់ប្រើវារំនឹងស្នូវកើរន្ទះបាញ់ពន្លឺព្រាកធ្វើឲ្យសុធាសម្រាប់បាក់ស្មារតីខ្យល់បន្តកន្ត្រាក់គួតដំបូលផ្ទះអ្នកស្រុកបន្តិចមកខ្យល់ក៏ថយកម្លាំងមេឃចាប់ផ្ដើមស្រឡះអាចមើលគ្នាឃើញអ្នកភូមិម្នាក់នាំគ្នាដើររកកូនចៅឪពុកសុធានិងអ្នកភូមិចែកផ្លូវគ្នាដើររកកូនចៅអាញាធរមកមានញឹកក្នុងប្រតិបត្តិការជួយសង្គ្រោះក្រុមការងារឧតុនិយមបញ្ជាក់ថាព្យុះបង្កឲ្យមានភ្លៀងធ្លាក់ជោកជាំនិងបង្កគ្រោះថ្នាក់នៅបណ្ដាខេត្តក្បែរមាត់សមុទ្រអាជ្ញាធរនៅតែបន្តសកម្មភាពប្រតិបត្តិការជួយសង្គ្រោះព្រោះព្យុះនៅបន្តឥទ្ធិពលជំរាបលាអ្នកគ្រូ